នៅព្រឹកថ្ងៃអង្គារទី28ខែតុលាឆ្នាំ2025នេះលោកនាយកវិទ្យាល័យហ៊ុនសែនចកាដូងបានផ្សព្វផ្សាយអំពីការធ្វើតេស្តឡើងថ្នាក់និងតេស្តដើមឆ្នាំដល់សិស្សានុសិស្សទាំងអស់នោះលោកនាយកក៏បានគូបញ្ជាក់ផងដែរជូនដល់សិស្សថាបើបងអត់ចូលបងអត់ដឹងទេថាបងចេះបានប៉ុណ្ណាកាលណាវាស់ជុំសុខភាពបានហើយបងអត់ចេះអីសាលានឹងរៀបយន្តការជួយបងអត់ចេះខ្មែរជួយខ្មែរបងអត់ចេះគណិតជួយតាមរយៈការបង្កនឬក៏ប្រហែលជា20នាទីណាយើងឃើញម៉ែឪចង់ណាចង់ឲ្យកូនរៀនមកណាចង់ឲ្យកូនចេះមានបងស្រីអូនស្រីមួយយំដែលឃើញសាលានិយាយទៅថាមានឆន្ទៈចង់ជួយកូនគាត់ឲ្យចេះគាត់ឃុំគាត់គាត់រំភើបពេកថាបើសិនជាសាលាផ្សេងឬក៏គ្រូផ្សេងគិតធ្វើអញ្ចឹងគាត់នឹងសុបាយចិត្តយ៉ាងម៉េចក្នុងនាមជាមេដាបេដាគាត់យំនៅហ្នឹងហើយយំមិនមែនលើតិចណាយំលើជិត100នាក់នៅក្នុងសាលក្នុងនោះផងដែរលោកនាយកក៏បានប្រកាសអំពីកាលបរិច្ឆេទនៃការប្រឡងឡើងថ្នាក់សម្រាប់សិស្សដែលត្រូវប្រឡងឡើងថ្នាក់និងកាលបរិច្ឆេទនៃការធ្វើតេស្តដើមឆ្នាំសម្រាប់សិស្សានុសិស្សទាំងអស់បាទហើយទាំងអស់នេះគឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាពីសំណាក់គណៈគ្រប់គ្រងលោកនាយកចំពោះការអប់រំនិងកែលម្អដើម្បីលើកស្ទួយយ៉ាងណាឲ្យមានការ